សំណួរជាទូទៅឯងទាំងខ្មែរយើងទាំងតំបន់ឲ្យពិភពលោកគេថាចុះបើសិនជាយើងឈ្នះក្តីទៀតតែថៃក៏ទី1ក៏អត់ទៅវាយ៉ាងម៉េចបើទី1គាត់មិនទៅទី2ស្រាប់តែកាត់ឲ្យខ្មែរឈ្នះគាត់អត់គោរពបាទអានឹងសុទ្ធតែជាសំណួរណាបាទអញ្ចឹងទាំងពីរ case នេះក្នុងករណីដែលកាត់ឲ្យមិនគោរពគឺអានេះយោងតាមការសិក្សាស្រាវជ្រាវជាបឋមរបស់ខ្ញុំឯងវាអាចខុសប៉ុន្តែគាត់ថានៅក្នុងបរិបទនេះគឺប្រទេសដែលឈ្នះក្តីហ្នឹងទៅទីក្រុង ICJ ហ្នឹងគាត់អាចប្តឹងទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដើម្បីឲ្យអនុវត្តអានឹងចាប់បង្ខំឲ្យអនុវត្តប៉ុន្តែធម្មតាប្រទេសមួយទៀតគាត់អាចព្យាយាម lobby ដើម្បីឲ្យវេតូអំណាចវេតូអញ្ចឹងក៏អត់អាចអនុវត្តបានដែរអញ្ចឹងសរុបមកវិញតុលាការ ICJ ហ្នឹងវាគាត់អត់មានថ្មិញគាត់អត់មានកម្លាំងអំណាចដើម្បីឲ្យបង្ខំឲ្យអនុវត្តសាលក្រមហ្នឹងអាហ្នឹងគាត់តែប៉ុណ្្នឹងទេប៉ុន្តែសួរថាឥឡូវបើអត់អនុវត្តមែនរឿងបញ្ហាវាអាចប្រឈម2 3ចំពោះប្រទេសដែលគាត់ចាញ់ទី1ផ្នែកនយោបាយនយោបាយឧទាហរណ៍ថានៅក្នុងតំបន់វាអាចត្រូវគេ put pressure គេដាក់ pressure ដាក់សម្ពាធតែម្ដងដោយសារគាត់ចាញ់ក្តីរឿងអីគាត់មិនអានឹងជាប្រទេសស៊ីវិល័យបច្ចុប្បន្នវាចូលដល់ប្រទេសសង្គមដែលជាសមាជិករបស់អង្គការសហប្រជាជាតិហើយជាទូទៅក្នុងចំណោមប្រទេស193ដែលជាសមាជិករបស់អង្គការសហប្រជាជាតិគឺអូតូម៉ាទិកជាសមាជិករបស់ ICJ បាទអូតូម៉ាទិកអញ្ចឹងគឺគាត់បើគាត់មិនគោរពគាត់មិនអីទាំងអស់មានន័យថាគាត់វាប្រទេសគឺគាត់ដុនថាមែនមុខមាត់របស់គាត់នឹងទៅណាទេអាហ្នឹងទី2ដោយសារវាគេចងផ្លូវច្បាប់អាហ្នឹងគេហៅចងគេហៅ binding legal binding បាទចុះទី3ទៅណាមកណាបែបប្រហែលជាអោនឈ្ងោកមុខហ្មងហើយបើទៅប្រជុំវិញឧទាហរណ៍ថាឥឡូវយើងក្របខ័ណ្ឌអាស៊ានទៅប្រជុំនឹងមុខយ៉ាងម៉េចទេអាហ្នឹងមានន័យថាជាប្រទេសយើងសិតតែមានមុខមានមាត់ទាំងអស់គ្នាប៉ុន្តែដល់ពេលអន្តរជាតិគេចេញមកយើងអត់គោរពអត់អីអញ្ចឹងហើយអញ្ចឹងប្រទេសមួយចំនួនគេអាចដាក់សម្ពាធសូម្បីផ្នែកពាណិជ្ជកម្មផ្នែកសេដ្ឋកិច្ចអីជួនកាលគេអាចដាក់ទៅតាមនឹងដែរបាក់មុខមាត់អញ្ចឹងវាមានកត្តាច្រើនផ្នែកសេដ្ឋកិច្ចផងនយោបាយផងផ្លូវច្បាប់ផងគឺទៅទាំងព្រមហើយមួយទៀតគេថាបើសិនជាអត់ទៅជាទូទៅគឺខាតបង់ហើយពីព្រោះធម្មតានៅក្នុងក្តីក្តាមកាលណាយើងអត់ទៅមានអីតវ៉ាជាមួយគេអញ្ចឹងវាចំចាំងអ្នកដែលប្តឹងគឺឈ្នះអូតូម៉ាទិកសឹងអូតូម៉ាទិកអានេះជាការយល់ឃើញជាទៅជាទូទៅណាបាទ